ចង់ប្រឡាក់សាច់មាន់ឲ្យមានរសជាតិឆ្ងាញ់ក្លិនឈ្ងុយជាពិសេសសាច់មាន់ទន់ល្អមិនរឹងមិនខ្សោះហើយអាចមើលក្នុងវីដេអូនេះបានគ្រាន់តែយើងបន្ថែមគ្រឿងផ្សំពី3មុខហើយយើងរើសសាច់ឲ្យត្រូវមកធានាថាធ្វើចេញមកគឺដឹងតែឆ្ងាញ់ហ្មងសម្រាប់សាច់មាន់ណាបងប្អូនយកសាច់តាគៀកក៏បានឬក៏សាច់ភ្លៅក៏បានដែរប៉ុន្តែបើសិនជាយកសាច់ទ្រូងគឺដឹងតែខ្សោះហ្មងហើយសម្រាប់ប្រភេទសាច់ដែលខ្ញុំប្រឡាក់នេះគឺសាច់តាគៀកខ្ញុំប្រើចំនួនកន្លះគីឡូហើយគ្រឿងដែលធ្វើឲ្យមាន់របស់យើងមានក្លិនកាន់តែឈ្ងុយនឹងយើងមានខ្ទឹមសបន្តិចមកខ្ញីបន្តិចហើយម្ទេសបងប្អូនដាក់តិចច្រើនតាមចំណូលចិត្តទេក្នុងនោះខ្ញុំបន្ថែមស្ករសបន្តិចដើម្បីយើងបុកទៅវាបានឆាប់ម៉ត់ល្អសម្រាប់គ្រឿងនេះបងប្អូនកុំយកទៅកិនណាបើសិនជាយកទៅកិនវានៅរាងដុំអញ្ចឹងទៅហើយបន្ទាប់មកបានខ្ញុំបន្ថែមប្រេងខ្យង2ស្លាបព្រាបាយទឹកស៊ីអ៊ីវ1ស្លាបព្រាបាយម្សៅស៊ុបកន្លះស្លាបព្រាកាហ្វេប៊ីចេងកន្លះស្លាបព្រាកាហ្វេអំបិលកន្លះស្លាបព្រាកាហ្វេដូចគ្នាហើយចុងក្រោយគឺនឹងគឺជាស្ករចំនួន2ស្លាបព្រាកាហ្វេបញ្ជាក់បងប្អូនគ្រឿងក្រូចទាំងអស់នេះគឺខ្ញុំប្រើជាមួយនឹងសាច់តាគៀកមាន់កន្លះគីឡូយើងប្រឡាក់វាប្រហែលជា 5-6 នាទីផ្អាប់ទុកប្រហែលជាកន្លះម៉ោងអីសិនទៅចាំយើងយកទៅអាំងក៏បានចៀនក៏បានឬក៏បងប្អូនណាដែលចង់ធ្វើរបៀបងៀតអាចយកសាច់នឹងទៅហាលក៏បានដែរយើងហាលទុកមួយថ្ងៃទៅគឺវារាងក្រៀមស្ងួតអញ្ចឹងគឺចេញជាប្រភេទសាច់ងៀតវិញហើយសម្រាប់ការអាំងនេះគឺខ្ញុំអាំងនៅក្នុង microwave oven ខ្ញុំប្រើពេលហ្នឹងប្រហែលជាខ្ទង់ជាង20នាទីប៉ុន្តែបើសិនជាបងប្អូនអាំងដោយប្រើចក្រានខ្ជុងអីយើងលៃលោកមើលតាមហ្នឹងទៅសាច់មាន់របស់យើងអាំងចេញមកគឺឡើងក្រហមល្អក្លិនឈ្ងុយជាពិសេសគឺឡើងទន់មកបងប្អូនញ៉ាំទៅគឺអត់រឹងអត់ខ្សោះទេយើងញ៉ាំទៅវាមានជាតិលក្ខណៈថា juicy នៅខាងក្នុងហ្នឹងអញ្ចឹងណាអញ្ចឹងបញ្ជាក់បងប្អូនសម្រាប់ការប្រឡាក់សាច់មាន់ការរើសសាច់គឺសំខាន់សម្រាប់សាច់តាគៀកឬក៏សាច់ភ្លៅសាច់ស្លាបអីក៏បានដែរអាហ្នឹងវារាងឆ្ងាញ់ប៉ុន្តែបើសិនជាបងប្អូនយកសាច់ទ្រូងមាន់ប្រឡាក់ចេញមកគឺដឹងតែខ្សោះញ៉ាំអត់កើតហ្មងហើយមួយទៀតអីដែលសំខាន់គឺគ្រឿងបន្ថែមក្លិនអញ្ចឹងណាហ្នឹងគឺអត់បានទេយើងមានខ្ញីខ្ទឹមសហើយនិងម្ទេសអីហ្នឹងហើយសម្រាប់វីដេអូរបស់ខ្ញុំក៏មានតែប៉ុណ្្នឹងដែរបើសិនជាបងប្អូនមានជាមតិយោបល់ឬក៏ចម្ងល់អីអាច comment បានអរគុណច្រើនជួបគ្នានៅវីដេអូក្រោយៗ